ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនមើលដល់ក្បាលវីដេអូដឹងបងប្អូនគឺនេះគឺជាមនុស្សថ្មីបងប្អូនរបៀបគេច្រាំផុកធ្វើឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាចំពោះត្រីនេះគឺខ្ញុំប្រើត្រីរីបងប្អូនទាំងអស់គ្នាប្រហុកយើងនេះយើងលាងទឹកវាពីប៊ីទឹកដើម្បីស្អាតបងប្អូនហើយនេះគឺជាសាច់ជ្រូក3ជាន់បងប្អូនទាំងអស់គ្នាសាច់ជ្រូកនេះយើងយកវាមកយើងហាន់វាបងប្អូនទាំងអស់គ្នាហាន់វារៀងតូចៗដើម្បីយើងស្រួលច្រាំហើយវាឆាប់ម៉ត់ល្អបងប្អូនហើយចំពោះប្រហុកនេះគឺខ្ញុំលាងទឹកវាពីប៊ីទឹកឲ្យបងប្អូនទាំងអស់គ្នាលាងទឹកដើម្បីឲ្យវាច្រាំអំបិលណាបងប្អូនអំបិលវានៅខាងក្នុងហ្នឹងយើងធ្វើមិនលាងវាច្រាស់ស្អាតបងប្អូនទាំងអស់គ្នាហើយនេះយើងធ្វើការហាន់សាច់ជាមុនសិនបងប្អូនដោយសារតែវាមានជាប់ស្បែកជាប់អីយើងត្រូវហាន់វាមុនណាបងប្អូនហាន់វាឲ្យតូចៗល្មមហើយយើងដាក់វាចូលនៅក្នុងកញ្ច្រែងបន្លែសិនបងប្អូនទាំងអស់គ្នាដើម្បីទុកកញ្ច្រាំបងប្អូនហើយចំពោះខ្ទឹមក្រហមបងប្អូនទាំងអស់គ្នាយើងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនទាំងអស់គ្នាគឺវារសជាតិវាផ្អែមបងប្អូនយើងដាក់កញ្ច្រាំជាមួយនឹងសាច់ជ្រូកហើយនឹងប្រហុកគឺរសជាតិវាឆ្ងាញ់មែនទែនបងប្អូនទាំងអស់គ្នាហើយនេះគឺជាខ្ទឹមសបងប្អូនយើងមកច្រាំវាទុកឲ្យប្រហុកយើងនេះគឺតំណងមែនទែនបងប្អូនទាំងអស់គ្នានេះយើងដិតក៏បានចំហុយក៏បានបងប្អូនយើងយកមកខ្ញុំក៏ច្រាំវាចឹងបងប្អូនច្រាំវាទៅមកឲ្យវាម៉ត់ល្អចឹងបងប្អូនទាំងអស់គ្នាមើលទៅមើលតែវាម៉ត់ស្មើគ្នាហើយបងប្អូនតិចឆ្អឹងតិចអីអស់ហើយសម្យើងដាក់សាច់ជ្រូកចូលបងប្អូនទាំងគ្នាហើយសាច់ជ្រូកនេះបងប្អូននេះសាច់3ជាន់គឺល្អមែនទែនបងប្អូនទាំងគ្នាចុកខ្លាញ់តិចចឹងគឺឆ្ងាញ់ណាបងប្អូនឆ្ងាញ់មែនទែនហ្មងហើយតែប្រហុកគឺដឹងតែអស់បាយហើយបងប្អូនមួយឆ្នាំហ្នឹងយើងក៏ច្រាំវាទៅមកឲ្យម៉ត់ហើយយើងដាក់ខ្ទឹមក្រហមបងប្អូនខ្ទឹមក្រហមនេះខ្ញុំដាក់មកមើមហើយទុកមើមទៀតខ្ញុំដាក់ពីលើវាដើម្បីកូរវឹកវាចឹងបងប្អូនទាំងគ្នានេះខ្ញុំហាន់វាទុកដាក់ពីលើទៀតបងប្អូនខ្ទឹមក្រហមនេះបងប្អូនគឺឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំចូលចិត្តដាក់ធ្វើអីក៏ខ្ញុំអត់ចោលដែរបងប្អូនទាំងគ្នាទៅគឺចូលចិត្តចឹងបងប្អូនហើយយើងហាន់វាស្តើងដើម្បីដាក់ចូលយើងវឹកវាជាមួយនឹងពងទានិងផុកហ្នឹងបងប្អូនទាំងគ្នាដើម្បីទៅវាបង្កើនរសជាតិកាន់តែឆ្ងាញ់ម្យ៉ាងទៀតដែរបងប្អូនខ្ញុំដាក់វាច្រាមបងប្អូននេះយើងក៏ច្រាមខ្លះទុកខ្លះបងប្អូនចាំវាម៉ត់បងប្អូនទាំងគ្នានេះមួយនឹងខ្ទឹមក្រហមបងប្អូនហើយនេះយើងថែមប៊ីចេងតាមចំណង់ចិត្តហើយនឹងស្ករត្នោតយើងបងប្អូននេះស្ករយើងទិញដើមគេបងប្អូនទាំងគ្នាអូយគឺតំណងមែនតើហើយនេះគឺដាក់ពងទាមកដាក់ពីប៊ីគាត់បងប្អូនទាំងគ្នាហើយកូរវឹកបងប្អូនបងប្អូនគឺនេះខ្ញុំគូសពងទាណាពងទានេះគឺទាស្រែយើងបងប្អូនទាំងគ្នាគឺយើងចាំលាក់ដាក់គ្រួសារអញ្ចឹងតទៅពីយើងដាក់ពងទាអីកូរវឹកយើងដាក់វាចូលឆ្នាំងយើងទៅធ្វើការលាងបន្លែបងប្អូនចំពោះបន្លែនេះគឺសុទ្ធតែជាបន្លែសុកស្រីចំការធម្មជាតិទាំងអស់បងប្អូនមានដូចជាតែសក់មានជាស្ពៃតកួនត្រប់នេះក៏ដាំខ្លួនឯងដែរបងប្អូនទាំងគ្នាគឺផ្អែមឈ្ងុយឆ្ងាញ់ហើយនឹងពេញប៉ោះបងប្អូនទាំងគ្នាសុទ្ធតែរបស់ធម្មជាតិសុខភាពទាំងអស់បងប្អូននេះសូម្បីតែតែគេស្ពៃបងប្អូនស្ពៃនេះក៏ឆ្ងាញ់ណាស់បងប្អូនទាំងគ្នាមានតែយកចេកមកអីបងប្អូនឲ្យមកសប់ហ្មងគេទៅមកអែមបងប្អូនទាំងគ្នាអូនេះតកួនបងប្អូនបន្លែប្រការធម្មជាតិនេះគឺហូបទៅសុខភាពល្អបងប្អូនទាំងគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូជូនពរពុកម៉ែបងប្អូនទាំងគ្នាសុខភាពល្អសំណាងល្អ